បើសិនជាការផ្ទុះនោះកើតឡើងដោយក្របមីន PMN 2 មែនជនរងគ្រោះមិនដាច់ត្រឹមដែលកោះជើងធម្មតាជាបទពិសោធន៍ផិនយើងដែលយើងធ្លាប់ជួបប្រទេសជនរងគ្រោះជាច្រើនការផ្ទុះនោះគឺផ្ទុះបើ PMN 2 នោះគឺភាគច្រើនដាច់ជើងទាំងពីរឬក៏ពីការដល់ផ្លូវហើយឬក៏ស្លាប់តែម្ដងដែលយើងជួបប្រទេសច្រើនដែលយើងមើលឃើញអញ្ចឹងទីបើនិយាយពីចោតប្រកាន់ថាប្រើ PMN 2 ឲ្យគ្នាគាត់ផ្ទុះហើយនេះនឹងពីការជើងត្រឹមកជើងនឹងគឺជារឿងមិនពិតទេចំណុចទី2គាត់ថាកន្លែងផ្ទុះនឹងគឺកន្លែងគាត់ដោះមីនហើយខ្ញុំសូមបញ្ជាក់ថាទឹកដីនោះគឺជាទឹកជានៅក្នុងបូរណភាពទឹកដីរបស់កម្ពុជាហើយក្រោយពីផ្ទុះហើយស្អែកឡើងគាត់ឡើងកម្លាំងមកតាមតែព័ត៌មានខ្ញុំមានគឺឡើងកម្លាំងមកប្រុងមកឆែកកន្លែងនឹងកងកម្លាំងរបស់យើងនៅនឹងជាប់គាត់អត់អាចចូលមកកន្លែងដែលផ្ទុះនឹងបានទេគាត់ស្ថិតនៅចម្ងាយ300 ម៉ែត្រដែលពីចំណុចផ្ទុះទៅខ្សែបន្ទាត់ព្រំដែនអញ្ចឹងគាត់ថាមករកឃើញមីនថ្មីនៅកន្លែងផ្ទុះនឹងគឺជារឿងមិនពិតទេពួកអត់ចូលបានមិនបានទៅដោះមីនថ្មីនៅកន្លែងដែលផ្ទុះនឹងបាន